ស្ដីអ្នកគ្នាចាថ្ងៃនេះមកបង្ហាញអ្នកគ្នារបៀបកាត់ពុំចាយើងចង់ធ្វើម៉ូតណាយើងកាត់ម៉ូតហ្នឹងណាចាអានេះពុំវាមានខុសៗគ្នាចានេះប្រភេទម៉ូតស្រួចអានេះប្រភេទកាយធម្មតាអ្នកគ្នាស្រឡាញ់ម៉ូតណាកាត់ម៉ូតហ្នឹងទៅចានេះរបៀបកាត់ពុំប្រហែលឯអ្នកគ្នាយើងគ្រាន់តែថាយើងកាត់ពុំមួយទម្រង់ដែលយើងចង់បានណាហើយយើងមកដាក់លើស្នោនេះប្រភេទស្នោកាត់ពុំនេះជាប់ល្អហើយទន់ស្រួលបិទចាអត់ងាយបោអីចាយើងកាន់ចឹងមកយើងកាត់តាមទម្រង់ដែលយើងចង់បានណាហើយយើងយកមកត្រេកដូចនេះចេះចាហើយយើងកាត់ចឹងមកនេះកាត់តាមតពុំយើងមកយើងចង់បានទូចបានធំអីអាស្រ័យលើអ្នកគ្នាចង់បានទេចាតាមម៉ូតខ្លះយើងធ្វើ5ស្លាយម៉ូតខ្លះយើងធ្វើ6ស្លាយតាមទូចតាមធំម៉ូតខ្លះទៅដល់10ស្លាយអីចឹងទៅយើងចង់បានទូចធំប៉ុណ្ណាចាប៉ុណ្ណេះដូចរាល់ចាហើយយើងភ្ជាប់មួយលួសមកចាអត់អីពិបាកអីភ្ជាប់ជាមួយលួសលួសដែលយើងត្រង់ការសល់ហ្នឹងកុំចោលទេអ្នកនរយើងទុកមកទុកហើយយើងតែកាយយើងយកមកជាប់ជាមួយនឹងចាពុំយើងចាកន្លែងនេះអ្នកនរចាំប្រើជាប្រភេទភ្លើងបាញ់កៅក៏បានដែរវាគុណប្រយោជន៍ម្យ៉ាងម្នាក់ឯងភ្លើងបាញ់កៅនេះត្រូវដោតខ្សែជាប់រហូតចាហើយវាក្តៅហ្នឹងមិនបាក់ប្រើតែបើយើងចង់ប្រើជាកៅប្រភេទកៅទឹកចឹងក៏បានដែរគ្រាន់តែយើងខកក្រស្ងួតបន្តិចតែអត់មានខ្សែញ៉ៃទេចាយើងគ្រាន់តែជាលក់អញ្ចឹងមកចាចឹងមកយកបិទចាបិទអញ្ចឹងទៅយើងទុកឲ្យស្ងួតបានជាប់ចាតែបើអត់ទាន់ស្ងួតយើងកុំទាន់ធ្វើអីចាអញ្ចឹងមកចាប៉ុណ្ណេះជាប់ហើយតែបើសិនជាអ្នកនរគ្នាចង់បិទលឿនចាយើងប្រើបិទលឿនបាញ់កៅទៅស្ងួតលឿនចាហើយបើសិនជាយើងអត់ចង់មានខ្សែភ្លើងញ៉ៃទេខ្លាចកូនក្តៅកូនអីយើងប្រើប្រភេទកៅនេះចាកៅនេះយើងបិទការជាប់ដូចគ្នាចាតែយើងទុកឲ្យស្ងួតសិនណារៀងខស្ងួតបន្តិចចាបើចង់បានតើតុងការស្នាមានលក់ចាប្រភេទស្នានេះក៏ខាងយើងខ្ញុំមានលក់ដែរចាហើយនេះការដែលខ្ញុំបិទហើយនេះចាយើងម៉ូតផ្កាមួយធ្វើជាចំណៃទូអញ្ចឹងចាឲ្យmìnhយកគុំឡើងជាម៉ូតផ្កាចាបិទអត់ពិបាកអីអ្នកគ្នាចាហើយយើងបដិសេធទីមកចាអរគុណបាយបាយ